បងប្អូនកសិករតើបងប្អូនធ្លាប់ជួបបញ្ហាគោឈឺជើងហើមកញ្ចក់ពិបាកដើរដែរឬទេនេះគឺជាជំងឺរលួយកញ្ចក់ជំងឺនេះបណ្ដាលមកពីការឆ្លងមេរោគបាក់តេរីនៅចន្លោះប្រអប់ជើងដែលអាចរាលដាលដល់សន្លាក់បើមិនព្យាបាលទាន់ពេលមូលហេតុដែលអាចកើតជំងឺមួយនេះគឺទី1បរិស្ថានសើមដើមចោមធំបំផុតគឺបរិយាកាសកោលគោលសើមភាពសើមធ្វើឲ្យស្បែកចន្លោះប្រអប់ជើងទន់ហើយមេរោគក្នុងលាមកទី2របួសជើងការដើរជន់ដុំថ្មគ្រូឬវត្ថុមុតស្រួចបង្ករបួសតូចៗជាផ្លូវឲ្យមេរោគចូលទៅបង្កជំងឺទី3កង្វះជាតិរ៉ែពិសេសជាតិសង្កសីនិងស្ពាន់បើគោខ្វះស្បែកនិងកញ្ចក់ជើងនឹងចុះខ្សោយងាយឆ្លងមេរោគឥឡូវនេះមកមើលពីវិធីព្យាបាលវិញម្ដងទី1បងប្អូនគួរសម្អាតនិងវះកាត់លាងជើងដែលឈឺដោយទឹកថ្នាំសម្រាប់មេរោគដកកម្ទេចកម្ទីចេញហើយបើមានជាលិកាងាប់ត្រូវឲ្យពេទ្យកាត់ចេញដោយប្រុងប្រយ័ត្នទី2ត្រូវប្រើថ្នាំផ្សះត្រូវប្រើថ្នាំផ្សះចាក់តាមការណែនាំរបស់ពេទ្យសត្វនិងលាបថ្នាំសម្រាប់មេរោគលើមុខរបួសទី3បំបែកសត្វឈឺញែកគោឈឺចេញពីហ្វូងទុកនៅកន្លែងស្ងួតស្អាតដើម្បីឆាប់ជាសះស្បើយនិងការពារកុំឲ្យឆ្លងទៅគោដទៃបងប្អូនកសិករទាំងអស់គួរតែដឹងថាការការពារគឺសំខាន់ជាងការព្យាបាលទី1រក្សាកាលគោឲ្យស្ងួតធានាកន្លែងបង្ហូរទឹកល្អកើបលាមកជាប្រចាំហើយកម្ចាត់វត្ថុមុតស្រួចទាំងអស់ចេញពីផ្លូវដើររបស់គោទី2ថែទាំកញ្ចក់សម្រាប់កសិដ្ឋានធំគួររៀបចំអាងត្រាំជើងដោយប្រើទឹកលាយស៊ីនស៊ូហ្វេតត្រូវកាត់កញ្ចក់គោជាប្រចាំ1ទៅ2ដងក្នុងមួយឆ្នាំទី3អាហារនិងវ៉ាក់សាំងត្រូវធានាថាចំណីគោមានជាតិរ៉ែគ្រប់គ្រាន់តាក់ទងពេទ្យសត្វអំពីការប្រើប្រាស់វ៉ាក់សាំងការពារជំងឺនេះគួរបញ្ជាក់ផងដែរថាជំងឺរលួយកញ្ចក់នេះអាចបង្ការបានដោយធ្វើអនាម័យឲ្យបានល្អនិងតាមដានជើងគោជានិច្ចនោះគោរបស់បងប្អូននឹងមានសុខភាពល្អនិងផលិតភាពខ្ពស់ចូលចិត្តតាមដានឬចែករំលែកមាតិកាកសិកម្មកុំភ្លេចចុច like និង follow ផេកកសិ